ឲ្យផ្ដាំទៅរថែមមកស្រុកយើងវិញមកណាខែវសាល្មមទិញគោមឆ្លងកាយពីនេះខ្ញុំមិនរីគុណកម្មវិធីគេទេបងប្អូនគ្រាន់តែខ្ញុំស្ដាយសមត្ថភាពរថែមខ្ញុំសង្ឃឹមយ៉ាងច្បាស់ 100% ខ្ញុំថារថែមវគ្គហ្នឹងដឹងតែជាប់បានទៅកាន់វាល័យសូសប្ដាហ៍ក្រោយខ្ញុំត្រៀមថាព្រឹកហ្នឹងខ្ញុំនឹងចេញវីដេអូអបអរសាទរគាត់និងសូមឲ្យពុកម៉ែបងប្អូនយើងអ្នកស្រមុតជួយគ្រប់គ្រងគាត់នៅវគ្គ live show ព្រោះគាត់ក៏ជាអ្នកស្រមុតរបស់យើងហើយសមត្ថភាពគាត់ល្អបងប្អូនណាស្គាល់រថែមដឹងហើយសមត្ថភាពរបស់គាត់ប៉ុន្តែរថែមខ្ញុំស្រឡាញ់គាត់ជាងគេគឺចរិតល្អកន្លងទៅគាត់ល្បីតាម affair អីជាច្រើនប៉ុន្តែកັບកិរិយាគាត់គឺធម្មតាបងប្អូនណាធ្លាប់ជួបគាត់បានដឹងហើយខ្ញុំគាត់ថាបើសិនជាគាត់ទៅដល់វគ្គ live show សប្តាហ៍ក្រោយហ្នឹងសិលឹកឆ្នោតធានាដែលជាប់ទៅវគ្គសប្តាហ៍ក្រោយៗទៀតមកដោយសាររងឯងបងប្អូនមិនមែនតែអ្នកខេត្តត្បូងឃ្មុំអ្នកកំពង់ចាមទេអ្នកស្រឡាញ់ចិត្តគ្រប់ត្រគាត់ច្រើនទៅលើសមត្ថភាពរបស់គាត់ហើយខ្ញុំនិយាយនេះមិនមែនកាន់ជើងគ្នាឯងទេបងប្អូនណាធ្លាប់ស្គាល់គាត់ធ្លាប់ស្ដាប់ការច្រៀងរបស់គាត់បងប្អូននឹងថាពិតជាដូចខ្ញុំនិយាយមែនប៉ុន្តែឥឡូវ fail គាត់ត្រូវបានចាក់ចេញពីកម្មវិធីត្រឹមយប់មិញនេះវគ្គចែក house មែនតើទៅក៏ជាភាពជោគជ័យរបស់គាត់មួយដែរហើយក្នុងឱកាសដែលគាត់បានជាប់ 3-4 វគ្គមកនេះគាត់ថាស្ដាយបើគាត់បានដល់ live show ទៅខ្ញុំគិតថាគាត់អាចបានជោគជ័យច្រើនជាងនេះទៀតប៉ុន្តែមិនធ្វើទេខ្ញុំជឿថាបងប្អូនក៏អត់ខុសពីខ្ញុំដែរការធ្លាក់របស់គាត់ធ្លាក់នៅក្នុងកម្មវិធីប៉ុន្តែគាត់នៅតែជាប់នៅក្នុងបេះដូងបងប្អូនយើងជានិច្ចដូចខ្ញុំដែរអញ្ចឹងកុំភ្លេចជួយគាំទ្រគាត់បន្តទៀតផងបងប្អូនគាត់ក៏មាន page របស់គាត់ហើយគាត់ក៏មាននេះទៀតឥឡូវធ្លាក់អីចឹងខែ10ខែហ្នឹងគាត់ចេញច្រៀង affair វិញធម្មតាគាត់លេងនៅក្រុមតន្ត្រីសម័យ Woody Ten ក្រុងសួងបងប្អូនចឹងសង្ឃឹមថាបងប្អូនជួយគាំទ្រគាត់បន្តទៀតហើយចុងក្រោយផ្ដាំទៅរថែមមកស្រុកយើងវិញមកណាខែវសាល្មមទិញគោមឆ្លងកាយពីនេះ